នាល្ងាចថ្ងៃទី12ខែឧសភាឆ្នាំ2025អាយដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដនិងលោកជំទាវបានរៀបចំពិធីបដិសេធនកិច្ចទស្សនកិច្ចផ្លូវការរបស់លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជានាយិកាប្រតិបត្តិអង្គការ UNAIDS អាយដាមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាពិធីបដិសេធនកិច្ចនេះរៀបចំឡើងដើម្បីអបអរសាទរភាពជាដៃគូដ៏ល្អដែលនាំមកនូវវឌ្ឍនភាពដ៏ប្រពៃរវាងកម្ពុជានិងអង្គការ UNAIDS អាយដាមបានបន្តថាជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដមិនអាចទទួលបាននោះទេប្រសិនបើគ្មានការបដិញ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៅពេលបច្ចុប្បន្ននិងបន្តមកដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ននិងការខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនេះហត់របស់មន្ត្រីសុខាភិបាលសង្គមស៊ីវិលនិងជាពិសេសបើគ្មានការគាំទ្រដ៏ថ្លៃថ្លារបស់ដៃគូអភិវឌ្ឍន៍នានាដូចជាអង្គការ UNAIDS នៅទីនេះស្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថាទស្សនកិច្ចរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះបានបញ្ជាក់សារជាថ្មីនៅចំណងកិច្ចសហការដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជានិងអង្គការ UNAIDS ចំណងដែលកើតចេញពីទំនុកចិត្តទៅវិញទៅមករវាងគ្នានឹងគ្នាគុណតម្លៃដូចគ្នានឹងចក្ខុវិស័យមួយដែលមិនទុកនរណាម្នាក់ចោលនោះឡើយការិយាល័យរបស់ UNAIDS ប្រចាំនៅប្រទេសកម្ពុជាបានផ្ដល់នូវជំនាញផ្នែកទិន្នន័យគោលនយោបាយការស្វែងរកការគាំទ្រសាធារណៈនិងភាពជាដៃគូដែលបានជួយជំរុញឲ្យកម្មវិធីអេដនៅកម្ពុជាបានទទួលលទ្ធផលល្អដ៏ត្រចះត្រចង់ទោះជាមានវឌ្ឍនភាពដូចខាងលើក៏ដោយការប្រយុទ្ធប្រឆាំងនឹងមេរោគអេដនៅមិនទាន់ឈានជើងដល់ទីបញ្ចប់នៅឡើយទេបន្ទាប់ពីការបង្ហាញនៅខ្សែវីដេអូខ្លីនិងចំណាប់អារម្មណ៍របស់សកម្មជនការងារអេដមកលោកជំទាវ Winnie ក៏បានលើកឡើងនៅចំណាប់អារម្មណ៍ដោយបានថ្លែងកោតសរសើរនិងអបអរសាទរចំពោះជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដនិងជំងឺអេដនៅកម្ពុជាលោកជំទាវបានគូបញ្ជាក់ថាកម្ពុជាបាននាំយកនៅទស្សនវិស័យយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងជំងឺអេដទន្ទឹមនឹងនេះពិភពលោកបានចាត់ទុកកម្មវិធីអេដនៅកម្ពុជាថាជាកម្មវិធីដែលជោគជ័យមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាពិសេសយន្តការក្នុងការឆ្លើយតបជាពហុវិស័យលោកជំទាវក៏បានកោតសរសើរដល់កម្ពុជាបើកចំហចំពោះគំនិតច្នៃប្រឌិតថ្មីព្រមទាំងស្វាគមន៍ចំពោះការបដិញ្ញាចិត្តក្នុងការពង្រីកសេវាថែទាំសុខភាពបន្ថែមពីនេះកម្ពុជាជាប្រទេសដំបូងគេដែលបានរៀបចំផែនទីបង្ហាញផ្លូវទៅកាន់ចីរភាពក្នុងការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដផងដែរ